ចន្ទទីមកកន្លែងនេះនៅឃុំតាពាំងអាស័យបាទស្រុកកំពង់ស្វាយខេត្តកំពង់ធំបាទដែលគាត់បានយកឈុត booster ខ្ញុំមកប្រើនៅក្នុងដើមខែ8បាទគាត់បាញ់បានតែម្ដងគត់បាទគាត់ថាចង់បាញ់ទៀតដែរប៉ុន្តែភ្លៀងបាទតាមពីដើមខែ9មកបងប្អូនគឺទឹកនេះលិចរហូតបែបហ្នឹងបាទអញ្ចឹងគាត់បាញ់បានតែម្ដងទេបាទអញ្ចឹងមុននេះខ្ញុំសួរគាត់ថាបាញ់ពេលណាទៀតគាត់ថាប្រហែលជា2-3ថ្ងៃទៀតបាញ់ពីលើមកអញ្ចឹងទៅបាទហាគាត់បាញ់បាទអញ្ចឹងបងប្អូនក្រោយពីបាញ់ដើមខែ8មកចន្ទទីគាត់ថាឥឡូវនេះអន់ហើយបាទគាត់ថាអន់ហើយបាទការពីបាញ់ប្រហែលជា3-4អាទិត្យបាទខ្ទង់ខែ8ចុងខែ8គាត់ថាល្អណាស់គាត់ថាអញ្ចឹងណាបាទហើយចំហាយនៃការល្អនេះទោះបីជាលិចទឹកបងប្អូននេះបាទចន្ទទីនេះលិចទឹកបងប្អូនបាទលិចទឹកជាទូទៅចន្ទទីពណ៌វាស្លឹកលឿងអត់ចេញត្រួយបាទប៉ុន្តែក្រោយពីប្រើឈុត booster បាទបាញ់ហើយបងប្អូនមើលបាទចន្ទទីមច្ចការនេះបាទនោះអាលើនោះរត់តែល្អទៀតអាលើដែលវាសោះទឹកបន្តិចណាបាទអានេះក្នុងទឹកបងប្អូនបាទអត់ទាំងអស់បងប្អូនបើតែបើចន្ទទីរបស់គេនោះអាយុតិចជាងគាត់ប្រហែលជា1ឆ្នាំ2ឆ្នាំនោះរបស់គេខាងនោះបាទយើងនោះមើលចុងដៃខ្ញុំឃើញវាពណ៌រៀងចង់ក្រហមបងប្អូនបាទគាត់ថាពីដំបូងល្អជាងរបស់គាត់អានោះបាទតែឥឡូវបងប្អូនមើលស្លឹករបស់គាត់នេះនៅក្នុងទឹកបងប្អូនបាទក្នុងទឹកឡើងកប៉ាងហើយពេលដែលបាញ់ទៅបងប្អូននេះដីរបស់គាត់ថាកុំតែអត់ឲ្យគេជីចលេននេះកុំឲ្យគេមកជីចលេនអស់នេះអូខេដីណាបាទដីអាចចលេនបាទបាញ់ឈុត booster ចូលគឺបែបហ្នឹងបាទវាកែដីឲ្យធូរវាមានខែចសានៅក្នុងហ្នឹងបងប្អូនបាទឃើញទេហើយចន្ទទីបងប្អូនមើលដើមវាប្រេះឃើញទេនេះដើមវាប្រេះច្រើនបងប្អូនចន្ទទីឃើញវាថ្លាពណ៌ពងមាន់ទាំងហ្នឹងបាទនៅក្នុងទឹកហើយណាបងអូខេបាទនេះមើលស្លឹកវាបងមើលស្លឹកបាទមើលស្លឹកដែលលិចទឹកមួយខែជាប់បងប្អូនណាលិចទឹកមួយខែជាប់បាទសត្វល្អិតមានដែរមានតិចតួចមើលអាចលេនបងប្អូនបាទដើមបងប្អូនបាទទាំងអស់បងប្អូនណាវិជ្ជការរបស់គាត់5ហាត់នេះគឺទាំងអស់បាទដីផុងបងប្អូនវាធូរទាំងអស់បងប្អូនល្អបានយូរណាស់ឈុត booster បងប្អូននេះបាទអញ្ចឹងសំខាន់ណាស់បងប្អូនការប្រើប្រាស់ជីថ្នាំឈុត booster គាត់ថាដំបូងគាត់មិនចង់ជឿដែរថាវាតូចវាមានសមត្ថភាពដល់ប៉ុណ្ណឹងណាបាទតែក្រោយបាញ់ម្ដងឥឡូវគឺតាមទិញរហូតបងប្អូនទិញទុកខ្លាចអស់លុយអានោះត្រួយចេញមកទៀតបងប្អូនឃើញទេត្រួយបាទវាអត់ខ្វល់រឿងលិចទឹកបងប្អូនត្រួយចេញមកបដាក់រហូតបងប្អូនបាទឃើញទេបាទមិនមែនល្អតាមមួយកន្លែងទេណាបងប្អូនបាទច្រឡំថឹងមកថតតែកន្លែងល្អនោះអាលើល្អជាងហ្នឹងទៀតបាទចឹងបាញ់បានតែម្ដងនៅចការមួយទៀតប្រាសាទសម្បូរគាត់ថាចឹងដែរលិចទឹកឡើងជាប់ជារហូតចឹងដែរគាត់ថាមានអន់ទេកាលណាអាហារវាគ្រប់គ្រាន់បងប្អូនកាលណាអាហារវាគ្រប់គ្រាន់យើងអត់ចាំបាច់បារម្ភទេតាក់ទងទៅនឹងការបំរែបំរួលអាកាសធាតុណាបាទយើងអត់បារម្ភទេដំណាំចន្ទទីបងប្អូនយកតាក់ទងមករហូតបងប្អូនធ្វើវីដេអូធ្វើអត់បាទអធិស្ឋានយើងប្រើប្រាស់ជីថ្នាំឲ្យនេះណាបងប្អូនស្រួលណាបាទកាលណាយើងប្រើប្រាស់ជីថ្នាំដែលមិនត្រឹមត្រូវវាអស់តែលុយយើងវាធ្វើមកមួយឆ្នាំទល់មួយឆ្នាំ
យើងឲ្យលុយទៅជីថ្នាំយើងកំដរតែលាក់លក់ជីថ្នាំបងប្អូនបាទហើយយើងហត់ណាបងប្អូនបាទអ្នកស្រែអ្នកចការនេះហត់ណាបាទទ្រាំបានលុយទៅទិញជីថ្នាំហ្នឹងបងប្អូនញើសហូរតាមពីចុងក្បាលធ្លាយច្បែបគូតបាទដល់ជើងបាទបានលុយទៅទិញណាបាទហើយបើយើងប្រើប្រាស់ជីថ្នាំដែលអត់ត្រឹមត្រូវឲ្យរំពឹងអីឥឡូវដូចបងប្រុសមុនហ្នឹងអញ្ចឹងណាបាទគាត់ថាធ្វើចន្ទីធ្លាប់ធ្វើកន្លែងនេះធ្លាប់អស់ផ្ទះមួយបាទគាត់លក់ផ្ទះណាបាទខ្ញុំបានប្រាប់គាត់ថាមិនបាច់បារម្ភទេចន្ទីស្ថានភាពប៉ុណ្ណេះបាទឲ្យតែបងឯងធ្វើតាមខ្ញុំបាទអត់មានរឿងគីឡូខាតកើតទេបងប្អូនឲ្យតែធ្វើតាមខ្ញុំអត់មានគីឡូខាតទេគ្រាន់តែចំណេញច្រើនប៉ុណ្ណាតែប៉ុណ្្នឹងទេបាទបទពិសោធន៍ក្នុងកសិកម្ម8ឆ្នាំដែរបងប្អូនបាទទៅធ្វើអីកលេសខេសមិនកើតបងប្អូនហើយមុននឹងខ្ញុំរកចំណុចរួមដែលធ្វើឲ្យចន្ទីគ្រប់កន្លែងល្អនោះគឺ2ឆ្នាំបងប្អូនបាទតើតា10កន្លែងល្អទាំង10កន្លែង20កន្លែងល្អទាំង20កន្លែង30កន្លែងល្អទាំង30កន្លែងអាហ្នឹងបាននិយាយថាអ្នកបកកាយធ្វើចន្ទីហើយខ្ញុំអត់និយាយអំពីដីទេបងប្អូនតាក់ទងមកខ្ញុំណាអត់និយាយពីដីអត់និយាយរឿងពូចន្ទីទេអត់ទេកុំនិយាយប្រាប់ខ្ញុំតែអាយុចន្ទីហើយនៅស្ថានភាពស្លឹករបស់ចន្ទីមកបានហើយខ្ញុំចេះចាត់ចែងតែត្រូវធ្វើអីតែប៉ុណ្្នឹងមកបានហើយបាទមិនបាច់ចាំតើអូលោកគ្រូដីខ្ញុំមិនចេះដីខ្ញុំមិនចោះបាច់ទេខ្ញុំអត់ខ្វល់រឿងដីណាដីនៅព្រៃវែងក៏បានស្វាយរៀងក៏បានបាទដីរតនគិរីកំពង់ធំដីមិនដីបាទអត់ខ្វល់ទេពីព្រោះតំណាំចន្ទីអត់និយាយរឿងដីទេតែវារស់បានអាយុ3ឆ្នាំទេបាទន័យថាដីហ្នឹងវាអំណោយផលដល់តំណាំមួយហ្នឹងបើសិនជាវាអត់អំណោយផលទេវាងាប់តាមពីយើងដាំម្លេះនិយាយទៅអញ្ចឹងទៅខ្វល់ដីអីទៀតបាទដូនតាយើងបសល់ដីល្អប៉ុណ្ណេះហើយយើងទៅនិយាយរឿងដីអីទៀតបាទបរទេសមួយណាក៏អញ្ជក់មាត់ចង់បានយើងដែរណាបាទហើយយើងទៅនិយាយដីអញ្ចេះដីអញ្ចោះដីអញ្ចេះអត់ទេមកពីយើងប្រើជីថ្នាំវាអត់ត្រឹមត្រូវបើយើងប្រើថ្នាំជីថ្នាំដែលត្រឹមត្រូវចាំបាច់ខ្វល់រឿងដីអីអត់ខ្ញុំអត់ខ្វល់រឿងដីខ្ញុំដោះស្រាយបញ្ហាចន្ទីឲ្យភ្ញៀវអត់ខ្វល់រឿងដីទេបាទតែនិយាយរឿងដីទៅរឿងដែលមិនត្រូវនិយាយបាទរោគក៏ខ្ញុំអត់និយាយដែរអានោះផេករបស់ខ្ញុំនិយាយរោគបងប្អូនអស់មើលផេករបស់ខ្ញុំតែនិយាយទៅអីរោគគេលក់ថ្នាំរោគបានរាប់ម៉ឺនដុល្លារបងប្អូនបាទតែខ្ញុំអត់និយាយខ្ញុំនិយាយតែនិយាយរឿងរោគទៅអីបងប្អូនបើយើងរកវិធីដែលធ្វើឲ្យតំណាំអត់កើតរោគបានទៅនិយាយរឿងរោគនាំឲ្យកសិកររវល់ទៅអីបងប្អូនបាទនោះគេនិយាយគ្រប់គ្នាតែខ្ញុំអត់និយាយទេអត់ចង់ផ្ទុះអត់ចង់អីទេនិយាយទៅឲ្យតែជួយកសិករពិតប្រាកដបានអត់ចង់និយាយទេនិយាយធ្វើស្អីនិយាយរឿងនឹងនាំតែកសិកររវល់ចាំតែថាវាកើតយកថ្នាំទៅដោះស្រាយបណ្ដោយអត់មានញ៉ៃច្រើនទេអញ្ចឹងណាបាទទាំងអស់ហ៎បងប្អូនបាទស្លឹកវាបាទអញ្ចឹងគឺខ្ញុំដើរយ៉ាងវែងតិចបាទវីដេអូនេះវាអាចយ៉ាងវែងតិចបងប្អូនបាទហើយ10នាទីជាងខ្ញុំបាត់ហើយព្រោះខ្ញុំផុសខ្លីតែគាត់ថាចង់ឲ្យបងប្អូនកុំឲ្យថាំងគ្រូខុនថតតែកន្លែងណាល្អកន្លែងណាអត់ល្អមិនថតសោះបាទអញ្ចឹងខ្ញុំឲ្យមើលទាំងអស់តែរបស់គាត់នោះឲ្យមើលแล้วកប៉ាងមកឆ្នាំតែមិញអីគាត់ប្រើជីគេផ្សេងគាត់ថាមិនអញ្ចឹងទេគ្រូបាទតែគាត់ថាហើយនេះឡើងទៅដើរទៅប្រាប់គាត់ជឿទុកចិត្តហើយខ្ញុំក៏ត្រូវមានកាដូជូនគាត់ដែរព្រោះជាទូទៅជីថ្នាំរបស់ខ្ញុំទោះតែកសិករទុកចិត្តជឿទុកចិត្តបានខ្ញុំប្រាប់ថាតម្លៃទិញធូរទៀតណាបើអត់តន់ទុកចិត្តផងអាហ្នឹងគេលក់ថ្លៃរៀលធម្មតាបើយើងអត់ទុកចិត្តខ្ញុំដឹងទីប្រាប់មិនខ្មិចបងប្អូនបាទទោះតែប្រាប់ថាងលោកគ្រូខ្ញុំពេញចិត្តបលគ្រូឯងហើយមើលទៅវាល្អមែនអាហ្នឹងមកតង់ទៀតយើងនិយាយពីតម្លៃបាទតម្លៃថាទិញមិនឲ្យធូរទិញមិនឲ្យចំណេញខ្លាំងអញ្ចឹងណាបាទ
ôn ngạc lại đi sọt tầng tí chứ một sạc vì đi tua một tí chứ nè một sạc đi tua và ôn mơ đi một sạc vì á thông trên tua sạp iPhone phim tiền này thông đấy và ôn mơ sạc vì á mấy cái gì nguồn tí chứ mà con bà ố cho mưa tầm mưa bẹ cả đá khải đọp trong khải đọp ấy chân tì nếu mà thoát bao nhiêu gì thế pra ta mà đong pi đong tiền nó là mồm và cái môi nhiều class tên vô tập pra hơi trong ai nhom chốt tao nhom thang bong chốt thu ấy bong bờ sân như tận nam bong ọt lõ nhom từ chốt đỏ sai nhom mưa chun tại bờ tận nam bong lõ hơi ai nhom ta thoát út thoát đi ấy nhom ca nghe có tràn đá mà bốn bà mình men tân đê nè bà bị bong pro còn trong chuột nhom hay nơi kia đai còn nơi cái pung thông đai nhom nơi bờ đây sọc sàn phơi viên cống đó và cái khai cái pung thông đó và phơi nâng và nhom nơi tại tiếc nhom nơi pin chứ bong bốn bà miền bong bốn khác có tháng nhom mình đang nơi na phóng vậy bong nhom nơi phum po mảng cố khum pre tạt tên sọc bao nhiêu lưới khai cả đà bà dương chi pi xaไปnơiណាបាទផ្លូវជាតិលេខ5មកខ្ញុំនៅបកគោលគីឡូលេខ20បាទនៅបកគោលគីឡូលេខ20ហ្នឹងមានសាលាឃុំពេទ្យតែននៅហ្នឹងបាទបង្ហាញមុខខ្ញុំឲ្យតាគេមើលទៅអ្នកពេទ្យតែនស្គាល់ខ្ញុំមកទាំងអស់ហ្នឹងបងប្អូនបាទព្រោះឪពុកម្ដាយខ្ញុំអ្នកដែលគាត់មានគេឈ្មោះនៅឃុំពេទ្យតែនហ្នឹងដែរបាទទៅដល់គេស្គាល់ខ្ញុំអីគេស្គាល់43ឆ្នាំហើយបងប្អូនបាទនៅហ្នឹងបាទតែមួយរយៈនេះគឺខ្ញុំមកនៅកំពង់ធំច្រើនជាងដោយសារតែចកាក៏មានបងប្អូនយើងច្រើនដែលឲ្យខ្ញុំចុះហើយក៏ខ្ញុំត្រូវចុះធ្វើវីដេអូជាបន្តបន្ទាប់ដើម្បីបញ្យល់បងប្អូនជាកសិករយើងណាបាទព្រោះខ្ញុំត្រូវបញ្យល់ឲ្យគាត់យល់ពីការធ្វើដំណាំចាំទីនេះបាទហត់ណាស់ហត់ហើយយើងចំណេញហើយយើងបានលុយចូលផ្ទះបាទកាលណាយើងហត់ថាបានលុយចូលផ្ទះទៀតវានេះបងប្អូនសេដ្ឋកិច្ចណាប៉ះពាល់សេដ្ឋកិច្ចទៅក៏វាសង្គមយើងវាអត់រីកចម្រើនតាមហ្នឹងយើងជួយគ្នាបន្តិចតាមជំនាញអញ្ចឹងទេបាទហើយខ្ញុំមើល page របស់ខ្ញុំបងប្អូនមើលទៅខ្ញុំនឹងចែកលេខបន្តិចទៅបាទទៅតាមដំណើរខ្ញុំអត់បខំប្រហែលទេបងប្អូនដោយសារតែខ្ញុំចែកទៅខ្ញុំមានបានអីផងហ្នឹងបងប្អូនខ្លះខាងខ្ញុំចែកទៅដើម្បីលក់ជីបងប្អូនមើលខ្ញុំឲ្យមិនបាច់ចាំមកទិញជីខ្ញុំក៏បានដែរបងប្អូនមើលឲ្យទៅទិញជីគេផ្សេងទៅបាទចាំទិញជីគេផ្សេងធ្វើឲ្យអត់ចំណេញអត់អីចាំមកតាក់ទងខ្ញុំក្រោយបាទអ្នកខ្លះខ្ញុំនៅ8ឆ្នាំហើយបាទខ្ញុំណែនាំឡើងមកតាមពីដំបូងមកតមកប្រើណាបាទ7ឆ្នាំហើយតមកប្រើក៏មានដែរបាទអាហ្នឹងវាជាសិទ្ធិរបស់បងប្អូនបាទពេលបងប្អូនប្រើរបស់ល្អគោនេះត្រូវបងប្អូនប្រើរបស់អត់ល្អគោវាទទួលបានសិទ្ធិនឹងអត់ល្អតាមនឹងដែរហ្នឹងបាទចឹងវីដេអូនេះវែងជាងវីដេអូណាទាំងអស់បងប្អូនខ្ញុំមកដល់លើណាបាទបងប្អូនមកនេះមួយត្រួយបោះមកអានេះក៏ត្រួយដែរត្រួយវាចាញ់មកក្នុងទឹកចឹងអូនេះឃើញទេឃើញទេអូនេះឃើញទេនេះទឹកចឹងអូនមើលបោះត្រួយមកវាអត់ខ្វល់អំពីការមានទឹកមិនមានទឹកទេបងប្អូនបាទវាអត់ខ្វល់ទេណាបាទហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនសូមអរគុណច្រើនណា